មានគេសួរខ្ញុំច្រើនមែនទែនថាខ្ញុំនឹង fan TI Family ដើម្បីអីគេថាបើ fan ហើយមិនបានជួបមុខគ្នាដដែលហ្នឹងហើយយើងខំ fan គេហើយគេអត់ដែរស្គាល់យើងផងហ្នឹងហើយយើងនឹង comment នេះគឺជាពាក្យសម្ដីគេដែលនិយាយមកកាន់ខ្ញុំចង់ផ្ដាំប្រាប់ទៅវិញថាខ្ញុំ fan គឺដើម្បីឲ្យខ្ញុំសប្បាយចិត្តជាងមុនពួកអីរាល់ថ្ងៃមនុស្សខ្ញុំគឺស្ងៀមស្ងាត់មែនទែនខ្ញុំអត់សូវចេះញញឹមរីករាយអីទេតែបន្ទាប់ពីខ្ញុំបានស្គាល់ TI Family នេះមកគឺគាត់ធ្វើឲ្យខ្ញុំសប្បាយចិត្តជាងមុនគាត់ធ្វើឲ្យខ្ញុំមានភាពរីករាយក្នុងជីវិតនៅពេលដែលបានស្គាល់គាត់ហើយក៏ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកចំពោះពួកគាត់ដែរតែការ fan គាត់គឺខ្ញុំ fan ដោយចិត្តខ្ញុំដែលខ្ញុំស្រឡាញ់គាត់មែនស្រឡាញ់គាត់បែបថាគាត់ជា idol របស់ខ្ញុំអីអញ្ចឹងទៅពីដើមមកគឺខ្ញុំអត់ដែល fan តារា K-pop តារាចិនឬកូរ៉េអីទេប៉ុន្តែនេះគឺជាលើកទី1ដែលខ្ញុំ fan ពួកគាត់ហើយក៏ជាមនុស្សតែម្នាក់ដែលខ្ញុំស្រឡាញ់និងតែងតែនឹករាល់ថ្ងៃដែរហើយខ្ញុំក៏ដឹងថាថ្ងៃមុខគាត់ដឹងតែមិនមែនជារបស់ខ្ញុំទេក៏ប៉ុន្តែខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបាន fan គាត់ហេតុអីដែលខ្ញុំ fan គាត់ខ្ញុំស្រឡាញ់គាត់ព្រោះអីពីអត្តចរិតរបស់គាត់ក្នុងម្នាក់ៗនៅក្នុងក្រុម TF គឺល្អខ្លាំងមែនតើគាត់ល្អគាត់រស់រាយគាត់ចេះទ្រអ្នកដតីនេះហើយគឺជាចរិតដែលខ្ញុំចង់បានថាណាគេម្នាក់ដែលនៅក្នុងក្រុមឯងគាត់តែងតែរស់រាយនិងសេះឲ្យដាក់ fan បើខុសឆ្គងត្រង់ណាអីគាត់តែងតែប្រាប់ fan អីអញ្ចឹងទៅគាត់មានដែរស្រែកកំហកកំហឹងដាក់ fan ទេជាពិសេសនោះគឺបរិះតែខ្ញុំស្រឡាញ់ជាងគេដែលខ្ញុំតែងតែនឹករាល់ថ្ងៃនោះគឺឆានអ៊ីហឹងហេតុអីដែលខ្ញុំជ្រើសរើសឆានអ៊ីហឹងធ្វើជា idol របស់ខ្ញុំព្រោះឆានអ៊ីហឹងគឺចេះរកអ្នកដតីមិនថានរណាគេម្នាក់មានរឿងអីគឺតែមានវត្តមានគាត់នៅតាមយមលោហើយគាត់តែតែស្មាយដាក់អ្នកគ្រប់គ្នាឬក៏ fan អីអញ្ចឹងទៅនេះហើយគឺជាមូលហេតុដែលខ្ញុំ fan TI Family នៅលើលោកហ្នឹងមានតែ TI Family ដែលធ្វើឲ្យខ្ញុំសប្បាយចិត្តជាងគេសិនជាគេសួរខ្ញុំថាចុះពីអត់ពី TI Family ទៅតើខ្ញុំសប្បាយចិត្តទៀតអត់ពី TI Family ទៅខ្ញុំក៏អត់សូវសប្បាយចិត្តដូចគ្នាព្រោះអីមានតែពួកគាត់ទេដែលធ្វើឲ្យខ្ញុំដេកសប្បាយចិត្តរាល់យប់ហើយក៏ជាក្រុមមួយដែលខ្ញុំគ្រប់គ្រងនិងស្រឡាញ់នឹកជានិច្ច